យើងទៀមទាឲ្យថៃអនុវត្ត JBC អញ្ចឹងយើងក៏ត្រូវកាត់ជាមុនដែរថាបើសិនជាទៀមទាបានយើងកាត់យ៉ាងម៉េចហើយបើទៀមទាមិនបានយើងកាត់យ៉ាងម៉េចចាតើហេតុអ្វីទៀមទាមិនបានហើយត្រូវធ្វើដូចម្ដេចដើម្បីយើងអាចទៀមទាបានច្បាស់ណាស់បងប្អូនយើងមិនអាចងាយទៀមទាបានមិនអាចងាយទៀមទាបានមិនមែនទៀមទាអត់បានទេណាបងប្អូនចាព្រោះតែគេនឹងចំណាយកងទ័ពស្លាប់នឹងរបួសថ្លៃអាវុធនឹងគឺរាប់សិបលានដុល្លារបងប្អូនជាធម្មតាទេគឺពួកគេនឹងត្រូវតែធ្វើមុខក្រាស់បន្តិចហើយទោះបីជាយើងនឹងតវ៉ាយ៉ាងណាក៏ដោយឬចង់ទៀមទាយ៉ាងណាក៏ដោយបងប្អូនចាពួកគេគឺធ្វើធម្មតារហូតដល់ចង់លុប MOU ថែមទៀតផងបងប្អូនដើម្បីសាកមើលប្រតិកម្មរបស់ខ្មែរយើងនិងរបៀបនីតិវិធីយុទ្ធសាស្ត្ររបស់ខ្មែរយើងផងដែរមិនតែប៉ុណ្ណោះទេទឹកដីដែលពួកគេនឹងគ្រប់គ្រងបានដែលខុសច្បាប់នឹងដូចជាសាច់ម្ដុំដែលគេមិនមែនលេបត្រឹមតែចូលមាត់ទេបងប្អូនថែមទាំងគេលេបចូលដល់ទៅក្នុងពោះថែមទៀតផងសម្ពាធមួយទៀតគឺភូមិសាស្ត្ររបស់គេនឹងគ្រប់គ្រងជាតំបន់យុទ្ធសាស្ត្ររឹងមាំពិបាកនឹងវាឲ្យបែកបោកផ្ទុះសង្គ្រាមជុំទី3រួចពួកគេនឹងក៏បានរៀបចំអ្វីៗជាច្រើនបន្ថែមទៀតហើយចាស់ស្ដែងពួកអន្តរជាតិសៀមនេះពួកវាបានធ្វើការជីកបន្លាយទឹកគឺស្ទាក់រត់ក្រោះនឹងថ្មើរជើងបង្កើនលេខដ្ឋានដ៏រឹងមាំពិបាកទម្លាក់គ្រាប់កំទេចផ្លូវស្បៀងជួរក្រោយបំពាក់ទៅដោយអាវុធទំនើបដើម្បីការពារចូលមកដល់កន្លែងនេះខ្ញុំយល់ថាអានឹងវាមិនមែនជារឿងចៃដន្យទេបងប្អូនចាវាមិនមែនជារឿងចៃដន្យទេគឺពួកគេនឹងបានត្រៀមខ្លួននឹងដឹងច្បាស់រួចមកហើយបើសិនជាប៉ះគ្នាម្ដងទៀតនៅជុំទី3បងប្អូនអ្វីដែលសំខាន់មួយទៀតគឺគេអាចគិតថាយើងនឹងមិនហ៊ានបន្តជុំទី3ទេពីព្រោះថាយើងបានឃើញថាគេនឹងបានត្រៀមខ្លួនរួចរាល់មកហើយចេះស្ដែងរាល់ថ្ងៃនេះឲ្យតែខ្ញុំបោក Facebook ឬមួយក៏ TikTok មកឃើញបងប្អូនប្រជាពលរដ្ឋយើងមួយចំនួននឹងឲ្យតែអ្នកចេះធ្វើវីដេអូឬមួយក៏អ្នកបង្កើតមាតិកាផ្សេងគឺគាត់ជេរថៃសឹងតែរាល់ថ្ងៃតែម្ដងជេរលូកខ្សៃណាបងប្អូនចាមិនមែនជេរធម្មតាជេរអត់លហែហ្មងប៉ុន្តែចង់ជំរាបជូនប្រាប់បងប្អូនថាបងប្អូនជេរនេះគឺត្រូវហើយបងប្អូនចាអត់មានខុសទេគេស្គាល់ល្បិចកលច្រើនណាស់តើម្ចាស់ទឹកដីជាយើងនេះត្រូវធ្វើយ៉ាងណាពីព្រោះថាជេរផងប្រមាថផងទៀមទាតាមនីតិវិធីការទូតផងពួកវានៅតែធ្វើមុខក្រាស់មិនឲ្យឬមួយក៏មិនអនុវត្តអីចឹងទៅបងប្អូនចារួចហើយពួកគេហ្នឹងកំណត់ទៅលើអ្នកខ្លាំងឈ្នះអ្នកខ្សោយយុទ្ធតែធម៌បងប្អូនយុទ្ធតែធម៌នៃពិភពលោកគឺមិនមាននោះទេសម្រាប់អ្នកខ្សោយបងប្អូនចាទៅធ្វើឲ្យយើងនេះរតែពិបាកប៉ុន្តែទោះបីជាយើងពិបាកយ៉ាងណាក៏ដោយក៏យើងត្រូវតែបន្តទៀមទាយកត្រឡប់មកវិញដែរបងប្អូនចំណុចទី1ទៀមទាដោះស្រាយតាមនីតិវិធីរួចបង្ហាញថាគេកំពុងតែគ្រប់គ្រងលើទឹកដីនឹងខុសច្បាប់យើងទៅជាម្ចាស់ទឹកដីនឹងពិតប្រាកដចំណុចទី2បើសិនជាយើងមិនទៀមទាទេគឺគេរត់តែមើងងាយយើងឯងបងប្អូនថាយើងនឹងមិនហ៊ានអីជាមួយគេនឹងទេឬមួយក៏មិនហ៊ានតបតអីជាមួយគេនោះទេរួចហើយយល់ថាទឹកដីនឹងគឺជាទឹកដីរបស់គេតែម្ដងចំណុចទី3បើសិនជាយើងទៀមទាពួកគេនៅតែមិនអោយឬមួយក៏មិនអនុវត្ត JBC អីចឹងទៅគឺភាគីរបស់ថៃនឹងតែម្ដងជាអ្នកខុសហើយយើងស្របច្បាប់ទាំងយោធានិងនីតិវិធីដូច្នេះហើយបងប្អូនសរុបជារួមមកអានឹងគឺជាវិធីដែលយើងដាក់អន្ទាក់សៀមទាំងសង្គ្រាមនិងការទូតបែបនឹងឯងអញ្ចឹងហើយបានជាខ្ញុំណាតែងតែសំណូមពរបងប្អូនម្ដងហើយម្ដងទៀតឲ្យជួយផ្សព្វផ្សាយនយោបាយការទូតដែលពួកយើងនឹងតវ៉ាជាមួយនឹងពួកគេបងប្អូនចាមិនមែនបញ្ជាក់ថាយើងខ្សោយទេបងប្អូនប៉ុន្តែកំពុងតែបញ្ជាក់ថាយើងនឹងកំពុងតែវាយសៀមនៅក្នុងសង្គ្រាមការទូតដើម្បីមានភាពស្របច្បាប់នៅក្នុងនាមពួកយើងនឹងជាម្ចាស់ទឹកដីនឹងតែម្ដងជាចុងក្រោយបងប្អូនណាត្រូវតែជឿទុកចិត្តទៅលើរដ្ឋាភិបាលជឿទុកចិត្តទៅលើថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដើម្បីយើងក៏ដើម្បីជាតិយើងទាំងអស់គ្នាផងដែរជួបខ្ញុំស្រីនួននៅវីដេអូក្រោយ